nhiệt nhóm lập lư ai tam mơ biện nú lục bồ thà tiên sầm nol sel tầm nề sầm ma thị nhom kế khăn tấy tờ trọ lập lư đấy nhóm là lập lư tiên sầm nol nó miền đây thầm mấy miền đây là to tại về sau bàn thử tiền là mình bên liên tôi nhiệt nhôm thì nhiệt nhôm mà đạp thôn đấy mình sập tại niệm miền ấy thế đấy để khác có ọt đai miền của mình cột đai nè xù mất bầm chụp cái ong cá kì là nè mình đấy nhớ nè chấn cứ dương liên nè dương liên thử bồn cầm đào tháng chăm sau chăm thử sơ nâng còn chân đai nhiệt nhôm cầm to tại tụm nê bàn dương cầm sơ nhiệt nhôm pha tháng chăm cồn nè thông ở sân nhiều lá tháng trăm cam đi của bầu hai sân trămอายุ60 70បានទៅវត្តទៅស្ដាប់ធម៌ទៅអីចាំចុះចាំឡើងហ្នឹងធ្លាក់ខ្លួនឈឺនឹងទៅវត្តអត់បានស្ដាប់ធម៌មិនកើតដល់ពេលចិត្តស្លាប់អាចារ្យមកឲ្យធម៌ហើយលោកគ្រូវត្តក៏កន្លងមកឲ្យធម៌មានថាតាមណាបានតោសម្មាសម្ពុទ្ធស្សៈนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរតនតយសៈវន្ទាមិទូព្រះបង្គំខ្ញុំព្រះអង្គម្ចាស់ភិក្ខុធម្មាលង្ការោសូមលើកហាត់ប្រណម្យកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះរតនត្រ័យដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាសពកាលមួយលើខ្ញុំបករណាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូបណ្ណវិជ្ជោអេងសុវណ្ណព្រះអង្គគ្រូចៅអធិការវត្តកោះក្រឡដោយសេចក្តីគោរពជ្រះថ្លាធ្វើសេចក្តីរាប់អានចំពោះបករណាគ្រប់អង្គដែលគង់នៅវត្តកោះក្រឡហើយនឹងគុណចាស់និមន្តរួមដំណើរមកជាមួយមានគុណចាស់មនីបតតៅច័ន្ទមនីបតនិមន្តពីប្រទេសថៃមកអង្គដែរណាលោកមកបានលោកខ្មែរយើងទេបានលោករៀននៅស្រុកថៃចម្រើនពរញាតិញោមប្រុសស្រីទានាធិបតីជាពិសេសអាជ្ញាធរដែនដីគ្រប់រូបនៅក្នុងកម្មវិធីបុណ្យខួបគម្រប់1ឆ្នាំឧទ្ទិសកុសលជូនចំពោះឧបាសកកនចឹកអ្នកផ្ដាំបុណ្យឧបាសិកាសានលឿតនៅមុខក្រេអាត្មានឹងតែម្ដងញឹមស្រស់ណាស់ញោមម្ចាស់ដើមទៀនប្រធានដើមបុណ្យអ្នកស្រីកនសំឡូតព្រមទាំងបុត្រនៅដែរនៅជាប់គ្នានឹងផងអ្នកស្រីកនសាលួននិងនិងលោកប៉មសុនលីព្រមទាំងបុត្រអ្នកស្រីកនលក្ខិណានៅអាមេរិកនិងលោកឈួនឆាត់ព្រមទាំងបុត្រអ្នកស្រីកនសារាយព្រមទាំងបុត្រមកពីក្រៅដែរឬនៅក្នុងចាក៏បានកណាក៏បានបើអត់ចេះនិយាយកុំឲ្យលោកទៅសកត់លេងបានណាលោកគង់គិតថាសកត់នឹងប្រែថាអង្គុយណាញោមទៅជិះឡានតាក់ស៊ីតកងឡានកាត់អត់ចេះនិយាយទាំងនេះគុណមុនសកត់លេងកៅអីមុខសិនណា
តាមពិតគាត់បំណងល្អទេថាឲ្យតគង់នៅកៅអីខាងមុខសិនទៅចាំណែដល់អត់ចេះនិយាយទៅគាត់ថាឲ្យទៅសកត់លេងសិនណាណែហើយមានពេលខ្លះទៅភូមិពុកម្ដាយទៅស្រែទៅចំការអស់នៅតកូនដូចមិញអញ្ចឹងដូចបងសារាយមិញដល់មិនដឹងថានិយាយមិនបើម៉ែឪទៅស្រែចំការអស់ហើយតែកូនមុនសកត់ក្រំផ្ទះសិនណាចាំកណាទៅហៅម៉ែនៅស្រែណាលោកនោះភ័យមកអីកាន់មកលេងសួរសុកទុកញោមទៅឲ្យឯងសកត់លេងសិនហ្នឹងហើយលោកកនដារ៉ូនិងអ្នកស្រីឆាងដាណែតព្រមទាំងបុត្រលោកកនសុកហេងនិងអ្នកស្រីដោះស្រីទូចព្រមទាំងបុត្រហ្នឹងហើយសប្បាយចិត្តណាស់បានធ្វើបុណ្យរួមគ្នាហើយមកពីសហរដ្ឋអាមេរិកហ្នឹងហើយបានចាត់ចែងរៀបចំជួបជុំក្រុមញាតិនឹងអានេះបែកអានេះគេហៅបែករស់ហ្នឹងហើយអាចជួបអាចឃើញអាចឮក្នុងថ្ងៃកម្មវិធីបុណ្យហ្នឹងគឺថ្ងៃសៅរ៍ម្សិលមិញហ្នឹងចាប់ផ្ដើមថ្ងៃអាទិត្យ11កើតខែបោះពុទ្ធសករាជ2567ត្រឹមថ្ងៃទី21មករា2024ព្រឹកនេះរដ្ឋាភិបាលអាត្មាសម្ដែងធម៌ទេសនាកម្មវិធីនេះប្រារព្ធនៅគេហដ្ឋានអ្នកស្រីសាន់លឿតស្ថិតនៅភូមិគោះក្រឡឃុំគោះក្រឡស្រុកគោះក្រឡក្រឡរហូតខេត្តបាត់ដំបងហ្នឹងហើយហ្នឹងបានចាត់ចែងរៀបចំយ៉ាងឱឡារិកក៏ក្រឹកក៏ក្រែងធ្វើបុណ្យធ្វើទាននោះយើងកើតមកនឹងមានចំណងញាតិញោមតម្រាំបានឆ្លៀតម្ដងធ្វើបុណ្យនឹងគឺបើមិនឆ្លៀតគឺធ្វើបុណ្យមិនបានបើដោយសារចំណងនឹងចងរឹតចំណងខ្លះក៏តឹងហើយបិទមុខទៀតចំណងខ្លះនឹងឲ្យស្រាយមិនងាយនឹងបានទេចឹងហើយបានក្នុងឋានៈពុទ្ធសាសនិកពុទ្ធសាសនិកាអ្នករាប់អានពុទ្ធសាសនាសិក្សាព្រះធម៌ព្រះវិន័យទៅក៏រកដំណោះស្រាយម្ដងមួយបន្តិចម្ដងនឹងចំណងយើងតែងឮកន្លងមកនឹងមានចំណង3ប្រការឲ្យពឹសស្ដារទៅចំណង5ប្រការក៏ធ្លាប់ឮដែរញោមទាំងអស់គ្នាបើធ្លាប់ឮដែរចំណង3ប្រការដោយពឹសស្ដារចំណង5ប្រការបើនិយាយពីចំណង5ប្រការស្រួលរាប់ញាតិញោមកបាលហ្នឹងមួយហើយកកគេយកកកចងកកហ្នឹងគឺចំណងទី1ចំណងដៃហ្នឹងគេចាត់ទុកជា2មកអញ្ចឹងកក1ដៃ2ឃើញប្រមាណហើយ3ហើយជើង2ទៀតហើយបើគេចងតែរបៀបនេះមិនដែរញោមជាប់ងាករើកកហ្នឹងជាប់កករើដៃជាប់ដៃរើជើងជាប់ជើងក្នុងពុទ្ធសាសនានេះសរុបបំព្រួញមក3ហៅថាចំណង3ប្រការតែក្នុងដៃហ្នឹងគេយកតែមួយទេដល់ពេលចងមកជាប់គ្នាទៅជាមួយជើង2ហ្នឹងក៏បំព្រួយមកជាប់មកមួយហើយកកហ្នឹងយកមួយអញ្ចឹងមកនៅត្រឹមចំណង3ប្រការដឹងស្អីខ្លះទេញោមចំណង3ប្រការចំណង
ចំណងកនេះតែឡើងនិយាយពីចំណងដៃទៅមុនចំណងដៃនេះក្នុងធម៌គឺភរិយាហត្ថេហត្ថេនឹងប្រែថាដៃភរិយានឹងគឺប្រពន្ធនឹងឯងប្រពន្ធឬស្វាមីនេះជាចំណងដៃតែកាលណាមានភរិយាស្វាមីហើយជាប់ចំណងដៃហើយតន់នេះញោមតន់នេះហ្នឹងហើយដូចនៅលោកនេះដូចព្រះអង្គគ្រូអេងសវណ្ណមិនតន់មានចំណងនឹងទេបើសារលោកមិនតន់មានប្រពន្ធតែលសឹកទៅបានមានចំណងនឹងនៅលោកអត់តន់មានហ្នឹងហើយដល់ទៅមានចំណងដៃគឺភរិយាហត្ថេមានភរិយាស្វាមីនឹងទៅគឺជាប់ហើយញាតិញោមជាប់ហើយនឹងមិនសូវមានពេលទំនេរដូចមុនកាលដែលនៅលាវណានៅទំនេរនៅកំឡោះនៅក្រមុំនៅខ្លួនមួយគឺអត់មានចំណងទេដល់ជាប់ដៃហើយបាន1ឆ្នាំ2ឆ្នាំទៅមានអីញោមឆ្លើយតែម្នាក់មានកូនដល់កូនហ្នឹងចំណងមួយទៀតក្នុងធัวហ្នឹងលោកហៅថាបតតគីវេបងគីវេនោះប្រែថាកបតតគីវេហ្នឹងបតតហ្នឹងគឺកូនហ្នឹងកូននេះជាចំណងកហ្នឹងហើយចំណងកបតតគីវេចំណងកជាប់ទេញោមពេលមានកូនជាប់ហើយណាញោមលួតជាប់អត់ហ្នឹងហើយដល់ញោមលឿនហ្នឹងហើយច្រឡំញោមលួនញោមលឿនណាច្រឡំគ្នាឈ្មោះដូចគ្នាស្តៀងនៅបាសកាលឿនហ្នឹងហើយអញ្ចឹងបតគីវេហ្នឹងចំណងកបងនឹងរៀងមមជាងចំណងដៃដូចនៅរើបានខ្លះណាញោមហ្នឹងហើយដល់ពេលជាប់កក្រឹបមកពិបាកលើសមុនបន្តិចទៀតហ្នឹងហើយដល់ទៅមានចំណងកអញ្ចឹងទៅត្រូវទៅមានចំណងមួយទៀតហៅថាធនៈបាតេហ្នឹងអីគេបាតេដែលយើងថាប្របាទហ្នឹងណាប្របាទហ្នឹងគឺជើងហ្នឹងហើយបាតៈហ្នឹងប្រែថាជើងអញ្ចឹងធនៈបាតេធនៈគឺទ្រព្យធនធនៈបាតេហ្នឹងការស្វែងរកទ្រព្យសម្បត្តិនេះជាចំណងជើងអញ្ចឹងមើលញាតិញោមទាំងអស់គ្នាមានចំណងគ្រប់គ្នាណាមានទាំងអស់គ្មានពីណាអត់មានទេនឹងមានអញ្ចឹងបានការមកធ្វើបុណ្យធ្វើទាននេះគឺយើងរើពីចំណងហ្នឹងដើម្បីបានឱកាសឆ្លៀតធ្វើបុណ្យដោយឧបាសិកាសាន់លឿនណាជើញមកតាំងពីសហរដ្ឋអាមេរិកជាមួយកូនចៅក្រុមញាតិទាំងអស់នៅស្រុកខ្មែរប្រពធ្វើបុណ្យហ្នឹងគឺបើមិនឆ្លៀតគឺមិនបានតែម្ដងញាតិញោមបុណ្យហ្នឹងហើយច្រើនគ្នាណាស់ដែលញាតិញោមរវល់នឹងបើគិតពីរវល់ហ្នឹងមកធ្វើបុណ្យមិនបានទេលោកតាឆឹងកានគាត់មានប្រសាសន៍ត្រូវញាតិញោមហើយគ្រប់សម័យកាលហ្នឹងហើយសំបីទៅថ្ងៃសិលញាតិញោមខ្លះឆ្លៀតទៅវត្តអត់បានទេលោកតាឆឹងកានគាត់មានប្រសាសន៍ថាថ្ងៃសិលថារវល់ចប់ដេកាត់ឃើញទេរវល់ណាថ្ងៃអាទិត្យថារវល់ឆាស្ងោហុង8កើតថាចប់ទៅទីក្រុងពេញបោថាប្រុងទៅចំការសើចត្រូវទេ8រោចថារវល់ក្រែមជាប់មាត់ខែដាច់ថាមិនដឹងទៅវត្តណាពេលថ្ងៃថារវល់ចាត់ចែងការពេលយប់នោះថាសម្រាកកាយនៅក្មេងថាទោះឯងក្រមុំចាស់ជំនុំថាទោះឯងមេម៉ាយទៅវត្តក្រែងមាត់គេចំណាយថាមាននិស័យនឹងលោកសង្ឃទៅចេះទៀតដល់ផ្លូវចូលវត្តហ្វ្រាំងមិនស៊ីអាហ្វ្រាំងហ្នឹងវាអត់ស៊ីទេក្បែរវត្តហុងដាមីគីធីអាកៃ
ថាទៅវត្តនោះគ្មានតម្លៃអាយកពោតកំពុងសោមសบายជាងត្រូវទេបណ្ដោយជីវិតតាមខ្សែញាក់តណ្ហាជាអ្នកឆ្លាក់រូបរាងបើបានចូលវត្តអែបខាងព្រោះខ្លាចទៅនុយឯងវាមិនសមមើលអ្វីនិយាយអ្វីចេះតែបានទោះម៉ោងប៉ុន្មានមិនបាច់ខំអានច្បាប់ឬស្ដាប់ព្រះសទ្ធំតែ1ម៉ោងយ៉ាប់ត្រឹមអ្វីម្លេះណាឃើញទេបើទៅក្រៅអូខេប៉ុន្មានម៉ោងក៏បានដែរស្ដាប់ធម៌1ម៉ោងវាពីឈឺចកេះឈឺជង្គង់ប៉ុន្មានអ្នកស្រុកនេះទេអ្នកនៅឯនោះរួចបន្ទោសខែថ្ងៃទៀតហើយណាខែប្រាំងមិនរួចធ្ងួចថាត្រកខូចខុសខាតខកដល់វស្សាឆ្នាំវក់ថាចិត្តមិនជ្រះថ្លាឆ្នាំរកាថាបញ្ហាមិនរសាយបែបនឹងកំបឿងបានឋានសួគ៌គប់គួរដាក់ទុកញាតអបាយហើយអស់ពួកយើងផងទាំងឡាយសាក់លបងដូរម៉ូតម្ដងវិញមើលដូរម៉ូតម្ដងវិញមើលដល់ពេលយើងអត់ឆ្លៀតគឺរវល់លូចដូចលើកឡើងមកមិញបន្ទោសថ្ងៃបន្ទោសយប់ទៅវត្តញឹកញាប់ខ្លាចគេថាឯងនឹងមាននិស័យនឹងលោកសង្ឃមានជាមួយអង្គណាមថាមានជាមួយចតកាវត្តកោះកឡចឹងបានមិនអាចនឹងស្រាយចំណងនឹងបានទេចឹងដើម្បីស្រាយចំណងភរិយាហត្ថេចំណងភរិយាស្វាមីបតគីវេចំណងកកធនៈបានទេចំណងត្រប់គឺព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យពិចារណាធម៌ពិចារណាធម៌នឹងពិចារណាថាម៉េចក្នុងធម៌នឹងថាឲ្យចិញ្ជូនទ្រព្យសម្បត្តិដែលភ្លើងកំពុងឆេះអ្នករូបកាយយើងមកទូខ្លួនយើងនេះដូចផ្ទះមួយអញ្ចឹងដូចផ្ទះមួយខ្នងអញ្ចឹងរូបកាយយើងនេះហើយភ្លើងកំពុងឆេះរាល់ថ្ងៃកក្រឹកកក្រែងសន្ធោសន្ធៅកក្រឹកកក្រែកណាសក់ខ្មៅឥឡូវឆេះមកសអស់ខ្លះហ្នឹងហើយថ្មិញដែលស្លាប់រឹងមាំហ្នឹងក៏បែរជាបាក់ភ្នែកថ្លាប់ភ្លឺល្អអីហ្នឹងក៏ស្វាំងតិចថ្លាប់ភ្នែកថ្លាប់ភ្លឺល្អហើយដល់ពេលតិចថ្លាប់ឮច្បាស់ហ្នឹងក៏ទៅថ្លង់អស់កម្លាំងពលំនឹងមុំមួនបែរជាអស់ថមថយណានឹងអត់មានកម្លាំងកំហែងដូចពីដើមមកទេអញ្ចឹងអាភាពប្រែប្រួលភាពចាស់ជរាភាពក្រំគ្រាទាំងអស់នេះស្មើនឹងភ្លើងដែលកំពុងឆេះហ្នឹងហើយភ្លើងកំពុងឆេះអញ្ចឹងព្រះអង្គថាម៉េចបើភ្លើងកំពុងឆេះឲ្យកក្រឹកកក្រែងអញ្ចឹងត្រូវនាំទ្របដែលមានតម្លៃនឹងឲ្យចេញពីភ្លើងកំពុងឆេះជញ្ជូនតាមរយៈណានេះដូចញោមបាសិកាសាន់លឿនជាដើមនេះជញ្ជូនតាមរយៈការធ្វើទានណាធ្វើនិមន្តប្រសង់មកឆាន់ចែកទានដល់ចាស់ទុំឧត្តមព្រឹទ្ធាចារ្យអ្នកក្រីក្រអ្នកតោកតាលំបាកចូលកសាងវត្តអារាមធ្វើនេះធ្វើនោះអានឹងឈ្មោះថាជាការជញ្ជូនចេញនៅទ្របដែលភ្លើងកំពុងឆេះនឹងហើយតែយឺតនៅក្នុងការជញ្ជូនចេញទ្របនឹងឆេះអស់តែពេលយើងស្លាប់ទៅមានបានចាយវាយទ្របនឹងអីហ្នឹងហើយអញ្ចឹងមានទ្របមានសម្បត្តិហ្នឹងយើងចិញ្ចឹមកូនចៅភរិយាស្វាមីហើយបែងចែកមួយផ្នែកហ្នឹងធ្វើបុណ្យធ្វើទានអាការធ្វើបុណ្យធ្វើទានហ្នឹងគឺជាឈ្មោះនៃការជញ្ជូនទ្របចេញពីភ្លើងកំពុងឆេះតាប់តនេះញោមហ្នឹងហើយនឹងល្អក្រៃលែងណាស់ខ្ញុំកណ្ណាអាត្មាភាពឃើញញាតិញោមបំពេញបុណ្យបំពេញកុសលហ្នឹងគឺអនុមោទនីបុណ្យរបស់ញោមដែលបានបំពេញបុណ្យបំពេញកុសលអ្នកខ្លះគិតថាចាំណែមានបានសិនចាំធ្វើបុណ្យហ្នឹងហើយ
là hốt đòn dê đọc vào này thì tiền là chăm trâu nào sân chăm phở còn phần bên địa sọc đi thế địa nào nó chăm miền chăm bán cho tầm rom miền bán tầm rom trâu nào đằng cao thôi chẳng hai bán bồ ràn chứ tròn chỉ bịa nhiệt nhôm lọc lư ai tạm mơ bịa nốt lục bồ thả tiên sầm nol sel tầm nề sma thị nhom kế khăn tấy tờ trọ lọc lư đấy nhóm là lọc lư tiên sầm nol nó miền đây thầm mấy miền đây là có tại về sau bàn thử tiền mình bên liên tôi nhiệt nhôm thì nhiệt nhôm mà đạp thôn đấy mình sập tại niệm miền ấy thế đấy để khác của ọt đây miền của mình cột đây nè xù mất bầm chụp cái ong cá kì là này mình đấy nhớ nè chấn cứ dương liên nè dương liên thử bồn cầm đào tháng chăm sau chăm thử sơ nâng còn chân đại nhiệt nhôm cùng to tại tụm nê bàn dương cản sờ nhiệt nhôm pha tháng chăm cồn nè thông ở sân nhiều lá tháng trăm cam bị cặp bầu hai sân trămอายุ60 70បានទៅវត្តទៅស្ដាប់ធម៌ទៅអីចាំចុះចាំឡើងហ្នឹងធ្លាក់ខ្លួនឈឺនឹងទៅវត្តអត់បានស្ដាប់ធម៌មិនកើតដល់ពេលចិត្តស្លាប់អាចារ្យមកឲ្យធម៌ហើយលោកគ្រូវត្តក៏កន្លងមកឲ្យធម៌មានថាតាមណាបានបើគាត់ធ្លាប់លក់ដូរគាត់បំបត្តិភ្នែកចិញ្ចីនគេនោះនឹងពុទ្ធោដំបងមិនអីទេដល់ពេលគាត់សម័យទៅតែរឿងលក់បន្លែលក់សាច់ហ្នឹងគាត់ពុទ្ធោគាត់ធ្លោយចេញមក1គីឡូ8ខាំតែមិនមែនអ្នកស្រុកនេះណាអ្នកនោះញោមហើយអរហង្គតាយេថាតាមអរហង្គក៏ធ្លាប់ជុលមន់អរហង្គប៉ាំងអាស្គួយវាទៅតែអារឿងដែលគាត់ធ្លាប់ធ្វើមកហ្នឹងវានឹកឃើញអញ្ចឹងអាហ្នឹងមកពីអីមកពីទម្លាប់អីទៅនឹងឲ្យញាតិញោមបើញាតិញោមទម្លាប់ស្ដាប់ធម៌ទម្លាប់ធ្វើបុណ្យធ្វើទានអាការដែលនឹកឃើញហ្នឹងវាចេញមកតែរឿងល្អរឿងបុណ្យរឿងទានហ្នឹងហើយដូចបុរាណយើងគេថាធម៌អាចេះតែផ្លិចជេរប្រតិចចេះតែចាំមិនបានចេះតែចាំដោយសាររាល់ថ្ងៃរាល់ពេលញាតិញោមខឹងកូនខឹងចៅមិនដែលពោលធម៌ឧទាហរណ៍ថាខឹងកូនអញ្ចឹងខឹងចៅអញ្ចឹងតែពេលសោភិក្ខវេអរហង្គមិនដែលទៅចាញ់អញ្ចឹងណាមែនទេហ្នឹងហើយចេះតែជេរតែអាចគុកអាចយកវ៉ាក់ស្អីចេះទៅអញ្ចឹងទៅប៉ុន្តែសាកមើលបដូរមកសូត្រធម៌វិញមកកលឹមឡើងខឹងកូនខឹងចៅតែពេលសោភិក្ខវេអរហង្គបើមិនចាំតែធម៌ឡើយមែនទេញោមចឹងបានថាទម្លាប់ទៅខាងណាវាទៅខាងហ្នឹងហើយបើយើងទម្លាប់ជេរវាទៅតែជេរហ្នឹងហើយហើយតែទម្លាប់រហូតវាចាំហើយហ្នឹងដូចយើងគិតរឿងគេជពាក់លុយយើងអញ្ចឹងវាចាំតែរឿងគេជពាក់លុយហ្នឹងហើយមែនទេញោមហើយចុះបើយើងខ្វល់ខ្វាយយើងគិតតែរឿងធម៌រឿងអាវាទៅចាំតែធម៌អាហើយញាតិញោមខ្លះទាំងកណាចាស់ហើយរៀនធម៌មិនចាំអាមិនចាំបានបើគាត់មិនដែលនឹកដល់ធម៌ហ្មងគាត់បន្ទោសតែរឿងចាស់ហ្នឹងហើយបើមួយថ្ងៃគាត់ខ្វល់តែរឿងជេរបចោកូនប៉ុន្តែអ្នកស្រុកនេះណាអ្នកនៅនោះហ្នឹងហើយអញ្ចឹងចាស់យើងចាស់ទុំយើងហ្នឹងគាត់លើកឡើងមកអញ្ចឹងថាទានសំណល់សិលទំនេរណាសមាធិខ្ញុំគេញាតិញោមយល់ទេសមាធិខ្ញុំគេហ្នឹងសមាធិ
từ đau này sầm mặt thế phal này sầm mặt thế miền tây mùi tề cứ sạch đầy ngọt bà nhiệt nhau ba sọ ba sợi ca ba bịch chết của hoa na để miền pro cả đây chùm ran phơi chặt ọp rùm nông sầm mặt thạ cam mặt than cả đây vì pasana cam mặt than cả đấy từ đau đầm bấy ao chặt ngọt ta bờ tha từ đầm bay ban của tôi lê vô mà trai nhiệt vô mấy anh nó nhom kia ai nhom nhiệt nhôm nâng ai rồi vua nơi sọc dương miền từ nông của lên từ nông đi nông nu cho màu vì nông bánh bàn rực chơi từng cả rong nhôm là tập sắm năm rồi lượp nông rồi còn quỳ đầm bay bán ảm nu mọc sập ram cái tôi lê làm bay vô tới trai nhiệt vô mấy ấy anh nứng về chỗ samadhi nhom kê ai hay khăn tây tờ chợ khăn tây tờ chợ này khăn tây prai thọm nọt ọt thuần hay đặt tờ chợ miền này thà thưa ấy kê mình bàn rồi ta miệt khóc nia chẳng đấy hay tăng gì tăng còn anh khăn tây còn mấy anh tờ bỏ anh nhá ta biết luôn anh thưa ấy kê mình bàn hay vô khăn tây màu gì anh ấy cứ to trọ thử ấy kê mình bàn chẳng tiên sầm nó sơ tùm nế sầm mặt thị nhom kê khăn tây to trọ này cơ mình là ọ tê ca thưa tiên đại miên sự thê chia ra tranh bị chân nè đời bị chặt bọn ngày nè cần kịch tung mà đang vào màn ngày thì phần kê phần ai nhau muốn là mà đang ngày gì ra từng ngày bàn là ngày bên đấy nhom sẽ lướt là ngày lâu bàn đôi bầm non ấy đó là ngày bàn mà nhiệt nhôm khác của mình bàn squall đấy đang phục hệ lô cả mấy đào quạt hay mình khơi lô tiền cho bọn thông mình nuôi trà ấn là ngày đôi bọn cái thân bọn phải cho khăn để xem mà cao vì khai buồn vì phần mà phải bay gần lòng tới mỗi ngày mà nó rọp con rọp mơn nè nhôm từ cực kềnh ai lột mới nhiệt vô tập man on nó trong cho lòng cái này nè tập hệ sừng ha từng o cái này vẫn đang mùi ná bọn chăn được chuẩn chân mình nghe bàn cho ba đôi ngày này tê nhiệt nhôm nè sòng ní máu trong con lốt cái khơi ba đang phục hệ đôi ta nè sòng dường chân là ngày miền khâu khani ấy cần thà nhiệt nhôm trẻ thà thì dùng thà trong bàn màu tây na tới có aratani là cái chào tất cả vật của cái lót đang thà ông na tây hoàng tầm đằng chích đọt bồn này nữa á nè đằng về nè bàn chặt bồn nó muôn tăng vì nơi làm rình vậy đó nè gì đó từng ngày đông nước trá nhôm đó nè người ta chọn bàn ấy á gì đó từng ngày vậy lần con thôi phóng cầm đằng con là thôi nhé chân nhiệt nhôm sẽ đạp ba này tê màu mà sẽ tu hay đấy tê về khác mình nữa tìm mối nhìn dây pi chầm nón bay và ca là ngày hay bình tọa một tiết ao nhiệt nhôm sai chầm non sai đợi ấy đói cá liệt màu bồng pin bon bồng pin của sao còn áo đặt bình túc từ lứa ca rồi nâng khăn phê thì pro nơi phê để dương lia trả lục tới cứ ọt miến vì na chui dương krao phí luôn anh tì nhôm sẽ lướt còn chân đây hãy nhiệt nhôm từng óc nia nẹ nâng cứ tha luôn tì phần luôn tôi thằng ngày nè dương phụ bon chu nó ba sọ còn chặt để ban lia trả lục tới nông phật Phật sát na lục thá tệ khi na nó bật tiền còn là đấy đời xa phía để gì đời xa côn cháu miên sẽ thì rập an phật Phật sát na
ហើយក្នុងពុទ្ធសាសនានឹងមានវិធីដើម្បីឧទ្ទិសបុណ្យកុសលឧទ្ទិសទានដល់ជនទាំងឡាយណាដែលបានលាចាកលោកទៅហើយកូនចៅនឹងក៏ជាកាតព្វកិច្ចដ៏សំខាន់ដែលយើងត្រូវធ្វើចំពោះលោកឪពុកអ្នកម្ដាយដែលបានលាចាកលោកទៅនឹងតួនាទីទី5របស់កូនចៅប្រុសស្រីនឹងធ្វើបុណ្យតក្កណានុប្រទានឧទ្ទិសជូនគាត់អានឹងដោយសារយើងស្ដាប់ធម៌យើងរៀនធម៌ហើយយើងកើតមកក្នុងត្រកូលរាប់អានពុទ្ធសាសនាក៏មានវិធីដើម្បីជាការសួរសុខទុក្ខដល់អ្នកស្លាប់បើគាត់បានផ្លត់កតិទៅកាន់ទីទាបមិនរៀបស្មើបានបុណ្យថ្ងៃហ្នឹងជួយគាត់ឲ្យផុតពីទីទាបមិនរៀបស្មើហើយទៅកាន់ទីដ៏ពងពោះវិញនឹងពិធីនឹងល្អហើយមានតែក្នុងពុទ្ធសាសនាទៀតសាសនាដទៃអត់មានទេនឹងព្រាហ្មញ្ញសាសនាក្តីឬក៏អ៊ីស្លាមសាសនាគ្រីស្ទានអីហ្នឹងអត់មានតក្កណានុប្រទានទេក្នុងសម័យមួយញាតិញោមអាត្មាលើកមកក៏ច្រើនកន្លែងដែរប៉ុន្តែចង់រំលឹកឲ្យញាតិញោមបានដឹងមានបរិះម្នាក់គាត់ជាប់ជំពាក់នឹងកូនហើយគាត់មានអារម្មណ៍មានចិត្តគិតថារឿងបុណ្យរឿងទានចាំដល់ចាស់សិនទៅចឹងនៅវ័យមធ្យមវ័យកណ្ដាលវ័យហ្នឹងប្រឹងធ្វើម៉េចឲ្យកូននឹងមានបានប្រឹងជ្រុំជ្រែងកូនអាហ្នឹងវាចូលក្នុងចំណងណាបតគីវេចំណងកកហ្នឹងចឹងក៏ប្រឹងប្រែងធ្វើម៉េចឲ្យកូនមានបានធូរធារប្រឹងមែនញាតិញោមបរោះហ្នឹងនិយាយពីប្រឹងទៅកូននឹងក៏លូតលាស់រីកចម្រើនសត្វកិច្ចគ្រួសារក្រើតឡើងកើតតែមានមែនប៉ុន្តែឪពុកធ្លាក់ខ្លួនឈឺញាតិញោមដល់កូនឡើងកើតតែមានអស់គ្រប់គ្នាទៅឪនឹងឈឺល្មមនឹងបំណងដែលថាចាំកូនធូធាហើយចាំទៅវត្តហ្នឹងពេលហ្នឹងបានទៅវត្តរួចហើយញោមអត់នៅលើក្រេនៅផ្ទះដាច់បើស្រុកយើងសពថ្ងៃនេះវាមានរោគច្រើនរោគស្ត្រូកដាច់សរសៃឈាមអីងាប់មកជាហៀងខ្លួនអីល្មមតែងាប់មកជាហៀងខ្លួនអីកូនណាយកទៅវត្តកើតនោះអត់ទេអញ្ចឹងបរោះនឹងធ្លាក់ខ្លួនឈឺញាតិញោមធ្លាក់ខ្លួនឈឺចង់មកស្ដាប់លោកទេសអញ្ចឹងមកកើតដែរអត់ទេចង់ទៅវត្តទៅកើតដែរអត់ទេចង់ទៅបុណ្យឯណាទៅបុណ្យឯនោះទៅអត់កើតចាប់ដើមសោកស្ដាយឃើញទេក្នុងភាសាធម៌នឹងហៅថាវិបដិសារីនឹងកកុច្ចៈនឹងគឺថាការសោកស្ដាយក្រោយណាហ្នឹងហើយព្រោះមិនបានដោយបំណងចឹងទៅការຕົកនឹកថាដល់ពេលកូនមានបានទៅធ្វើទានឲ្យសុបាយទៅសុំសិលឲ្យសុបាយទៅស្ដាប់ធម៌ឲ្យសុបាយប៉ុន្តែឥឡូវទៅអត់បានទៅតបមកទៀតស្លាប់បាត់ទៅញាតិញោមស្លាប់ទៅទាំងអត់មានទានអត់មានសិលអីទៅជាមួយអូញាតិញោមពេលហ្នឹងកូនជួយអត់បាននឹងពេលស្លាប់ទៅយើងជួយកូនឲ្យមានបានឲ្យធូរធារបានដល់ពេលយើងស្លាប់ទៅកូនជួយយើងអត់បានដល់ពេលចឹងទៅគាត់ដោយអំណាចអកុសលកម្មព្រោះចាំកូនមិនស្រួលទេហ្នឹងហើយលំបាកណាស់ទ្រុះសិលផងអីផងទៅគាត់ក៏ទៅបដិសន្ធិក្នុងកំណើតប្រែតញាតិញោមឪពុកណាចាំកូនណាមើលយើងជាកូនជាចៅយើងអត់ដឹងទេដល់ពេលឪពុកស្លាប់ទៅគាត់ទៅកើតជាប្រែតនឹងដោយសារកាលនៅរស់អត់បានធ្វើទានអញ្ចឹងអត់មានអាហារបរិភោគទេហ្នឹងហើយការបដិសន្ធិក្នុងកំណើតប្រែត
ក្តីក្នុងកំណើតនរកក្តីក្នុងកំណើតស្ថានសួគ៌ក្តីហ្នឹងគឺដោយអំណាចកម្មរៀបចំហ្នឹងកំណើតហ្នឹងប្រភេទសត្វខ្លះហៅថាឧបបាទកកំណើតមិនមែនដូចមនុស្សយើងត្រូវមកបដិសន្ធិក្នុងគួរនៃម្ដាយ9 ខែ 10 ថ្ងៃបានប្រសូតមកចាក់តួអីទេគឺចុតិព្រឹបចុតិនឹងស្លាប់ភ្លាមកើតភ្លាមហើយពេញរូបពេញរាងភ្លាមហ្មងដូចយើងសម្រានលក់អញ្ចឹងទៅហើយស្រាប់តែភ្ញាក់ឡើងទៅស្រាប់តែនៅទេវតាហ្នឹងគឺសាកសមនៅស្រុកមនុស្សកាន់តែបដូររូបរាងតែបដិសន្ធិវិញ្ញាណហ្នឹងស្ទុះទៅភពមួយទៀតហើយរូបសម្បកចាស់ហ្នឹងគឺនៅស្រុកមនុស្សបើទៅជាទេវតាណាហើយបើទៅនរកប្រែតគឺសពនៅស្រុកមនុស្សកំណើតមួយទៀតទៅជាប្រែតហ្នឹងហើយកាន់ថាសពហ្នឹងវាអត់មានវិញ្ញាណបដូររូបហ្នឹងហើយតែអស់វិញ្ញាណហើយទៅជាសាកសពហើយទៅជារបស់ដែលត្រូវដុតត្រូវកប់ហើយនឹងអត់ប្រយោជន៍ដោយដែលពុទ្ធសម្ដែងថាអចិរੰវតយ៉ាងកាយោបដ្ឋវឹងអតិសេសធឹងឆុទ្ធោអបេតវិញ្ញាណោនិរដ្ឋังវកលង្ករាងកាយនេះមិនយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីដូចជាអង្កត់អស់រូបប្រយោជន៍គ្មានគ្រប់កន្លែងទៅឈាមវាហូរមកមើលទៅដូចលោកចឹងញាតិញោមស្មានតែស្បង់យវល់លោកថ្ងៃមួយប្រែតនឹងចាប់ផ្ដើមនឹកថាអាត្មាអញប្រែតនឹងគេគិតញាតិញោមតែញាតិញោមមួយក្រោយឆ្លើយមកវិញញាតិញោមហ្នឹងហើយដល់ទៅប្រែតនឹងគាត់ដឹងខ្លួនថាអាត្មាអញមកកើតជាប្រែតនេះដោយសារចិញ្ចឹមកូនអញ្ចឹងអាត្មាអញត្រូវតែទៅរកកូនដើម្បីឲ្យកូនធ្វើបុណ្យតក្កិណានុបទានជូនអញឪណាគិតអញ្ចឹងហើយចាប់ដើមទៅកើតប្រែតនឹងទៅដូចកើតនៅកន្លែងឆ្ងាយយល់យោអញ្ចឹងក៏ត្រូវមករកកូននៅស្រុកកំណើតហ្នឹងហើយមករកកូននៅស្រុកកំណើតដល់មករកកូននៅស្រុកកំណើតកូនហ្នឹងគេដូរផ្ទះញាតិញោមនឹងដូចយើងសពថ្ងៃដល់ដីឡើងថ្លៃទៅនាំទៅលក់ដីលក់ផ្ទះលក់សបែងទៅនៅឯក្រុងទិញបរិយទិញអីចឹងណាហ្នឹងហើយដល់ពេលកូនហ្នឹងលក់ផ្ទះលក់សបែងដូរភូមិដូរស្រុកទៅឪហ្នឹងទៅរកអត់ឃើញញោមកំសត់ទេអូកំសត់ប្រែតនឹងទៅដល់ភូមិដល់ស្រុកទៅរកកូនអត់ឃើញហើយសើបទៅក៏ដឹងថាអូកូនរបស់លោកតានឹងបានទៅនៅទីក្រុងហើយលក់ដីលក់ផ្ទះនៅស្រុកកំណើតហ្នឹងទៅនៅទីក្រុងអញ្ចឹងឪពុកហ្នឹងដោយសារអត់ដឹងថាពឹងពីណាអីពីណីទេក៏ធ្វើដំណើរទៅទៀតឆ្លងព្រៃកាត់ព្រៃចូលវាលចាញ់វាលចូលព្រៃរហូតដល់រកឃើញញាតិញោមប៉ុន្តែមុននឹងរកឃើញហ្នឹងនៅកណ្ដាលព្រៃហ្នឹងជួបព្រះរាជាមួយអង្គព្រះរាជាមួយអង្គហ្នឹងក៏ឃើញប្រែតហ្នឹងមើលពីចម្ងាយទៅស្មានតែទេវតាស្មានតែអ្នកបួសសួរថាព្រះរាជានឹងសួរទៅកាន់ប្រែតនឹងថាអ្នកជាទេវតាឬជាសាមណៈសួរអញ្ចឹងបានប្រែតនឹងឆ្លើយថាខ្ញុំមិនមែនជាសាមណៈទេហើយក៏មិនមែនជាទេវតាដែរអញ្ចឹងអ្នកជាអ្នកណាបានប្រែតថាខ្ញុំជាប្រែតហើយចុះប្រែតឯងហ្នឹងមិនក៏ខុសគេស៊ីសាច់ខ្លួនឯងអញ្ចឹងបានរៀបរាប់ថាខ្ញុំកាលនៅមនុស្សខ្ញុំអត់បានធ្វើទានទេខ្ញុំអត់បានរក្សាសិលទេថាមិនក៏មិនធ្វើទានមិនរក្សាសិលខ្លះទៅថាខ្ញុំរវល់ចិញ្ចឹមកូន
ហើយគិតថាចាំកូនទូធាមានបានចាំខ្ញុំទៅវត្តសុំសិលស្ដាប់ធម៌ធ្វើទានប៉ុន្តែមិនតាន់ទាំងបានធ្វើបន់ផងខ្ញុំធ្លាក់ខ្លួនឈឺហើយក៏ស្លាប់ហើយឥឡូវអ្នកឯងទៅណាព្រះជាសួរថាខ្ញុំទៅរកកូនដើម្បីឲ្យកូនធ្វើបន់តេកណានុបទានជូនខ្ញុំដូចទៅថាឥឡូវបើអ្នកទៅរកកូនឃើញឲ្យកូនធ្វើឲ្យទៅតែបើរកមិនឃើញទេអ្នកមករកយើងវិញមកយើងនឹងធ្វើបន់តេកណានុបទានឲ្យដល់ពេលទៅរកឃើញញាតិញោមទៅរកឃើញទីបំផុតឃើញញាតិញោមឃើញកូនគេធ្វើផ្ទះថ្មីយើងសពថ្ងៃថាបុរីអីចឹងណាហើយគេធ្វើពិធីក៏ក្រឹកក៏ក្រែងអោឡារឹកមានមនុស្សម្នាមិត្តភ័ក្តិអីចឹងទៅឪហ្នឹងដល់ពេលមើលពីចម្ងាយទៅឃើញកូនចឹងនឹកថាអូកូនអញប្រហែលកំពុងធ្វើបន់តេកណានុបទានជូនអញហើយតាមមើលនិយាយពីសប្បាយចិត្តរំភើបរំភើបឪដែលកើតជាប្រែតណាញាតិញោមដល់ពេលចូលទៅដល់ក្នុងផ្ទះញោមមកកូនគេមិនបានធ្វើបន់តេកណានុបទានឲ្យទេគេកំពុងជប់លៀងបដូរសាសនាគេឈប់កាន់ពុទ្ធសាសនាទៀតហើយពេលនឹងឪពុកទន់ដៃទន់ជើងអស់ហើយយំទៅហូរយំថាអូកូនអញហើយអញខំចិញ្ចឹមរហូតទូធាមានបានគ្រប់គ្នាហើយទីបំផុតអត់ធ្វើបន់តេកណានុបទានឲ្យទេហើយបែរជាជប់លៀងបដូរសាសនាទៅវិញហើយបន់តេកណានុបទាននេះមានតែក្នុងពុទ្ធសាសនាទៀតចឹងពេលហ្នឹងឪពុកដែលជាប្រាជ្ញហ្នឹងនឹកឃើញពីណាញាតិញោមនឹកឃើញព្រះរាជាដែលជួបតាមផ្លូវនោះដែលព្រះរាជាមានពាក្យបិចថាបើអ្នកទៅរកឪពុកឃើញអ្នកទៅរកកូនឃើញឲ្យកូនធ្វើបន់តេកណានុបទានឲ្យទៅតែបើរកមិនឃើញទេមករកយើងវិញមកយើងនឹងធ្វើឲ្យហ្នឹងហើយមើលដល់ទីបំផុតញាតិញោមកូនបង្កើតខ្លួនឯងជួយឪពុកអត់បានបែរអ្នកដតីសោះគេជួយហ្នឹងរួចក៏ទៅរកព្រះរាជាវិញព្រះរាជាក៏ធ្វើបន់ធ្វើទានចំពោះអ្នកមានសិលទៅឧទ្ទិសអីទាំងវោញាតៃណាំងហោតុសុខេតាហោតុញាតយោទាននេះចូលកើតមានដល់ញាតរបស់ខ្ញុំសូមញាតរបស់ខ្ញុំបានដល់នៅសេចក្តីសុខចុះតែប៉ុណ្ណឹងប្រាជ្ញនឹងរួចខ្លួនពីប្រាជ្ញបានទៅកាន់សុគតិភពវិញផងនឹងអស្ចារ្យក្រៃលែងណាស់នេះជារឿងមួយដែលអាត្មាចង់លើកឡើងថាញាតិញោមទាំងអស់ធ្វើអីក៏ធ្វើទៅប៉ុន្តែកុំភ្លេចធ្វើបន់ឲ្យខ្លួនឯងផងណែកុំរំពឹងកូនអីពេកកុំរំពឹងចៅអីពេកមែនទេជួនកាលកូនចៅអត់អាចជួយយើងបានទេយើងជួយពួកគាត់បានប៉ុន្តែគាត់មិនអាចជួយយើងបានអញ្ចឹងអត្តទីបាអត្តសរណាមានខ្លួនឯងជាទីពឹងមានខ្លួនឯងជាទីរលឹកធម្មទីបាធម្មសរណាមានធัวជាទីពឹងមានធัวជាទីរលឹកនឹងតេកណានុបទានគូបគម្រប់1ឆ្នាំនេះគឺបានដល់កម្មវិធីសំខាន់ដែលយើងមិនដឹងថាសួរសុខទុក្ខដូចញោមបាសក់កនចិត្តអញ្ចឹងគាត់ទៅគាត់ក៏មិនបានទូរស័ព្ទមកប្រាប់យើងថាណែញោមសាន់លឿនអើយខ្ញុំមកនៅឋានចតុមហារាជការហើយតើតឹងសាយាមាតុសិតានិមានអរតីបរៈនិមិត្តសាវតីឬក៏មកជាមនុស្សវិញអីហ្នឹងក៏អត់ដឹងដំណឹងមានពីណាដឹងអត់ទេហ្នឹងហើយអញ្ចឹងបានការដែលយើងធ្វើហ្នឹងព្រោះមិនដឹងថាអ្នកដែលស្លាប់ទៅហ្នឹងទៅទីណាបើបែរជាគាត់ទៅកាន់ទេវលោកនឹងឋានណាមួយបណ្ដាឋានសួគ៌ទាំង6ជាន់មានចតុមហារាជការតាវតឹងសាយាមាតុសិតានិមានអរតីបរៈនិមិត្តសាវតីនឹងយើងមិនចាំបាច់ធ្វើបន់តេកណានុបទានឲ្យក៏បានពីព្រោះវាច្បាស់លាស់ថាគាត់បានទៅកាន់សុគតិភពហើយ
ពពួកទេវតានឹងសោយសម្បត្តិទេពអត់មែនមកប្រហុកអំបិលអីដូចសុកមនុស្សយើងនេះទេយើងហត់នឿយណាណាត្រង់រំតែបានមហូបអាហារបរិភោគដូចយ៉ាងសម្លកកូរមួយឆ្នាំងអីតម្រាំទៅផ្សំគ្រឿងគ្រប់ណាអង្គលីណាបន្លែណាត្រីសាច់អីបុកគ្រឿងអីបែកញើសហូរញើសតម្រាំតែបានមួយឆ្នាំងហូបប៉ុន្តែទេវតាអត់ទេញាតិញោមកិនតែនឹកឃើញឆ្អែតឯងជាសម្បត្តិទេពរូបសម្លេងក្លិនរសអធិបតីអ្វីអ្វីដែលបានជាសម្បត្តិទេពមិនអញ្ចឹងបើយើងបានដឹងមិនចាំបាច់ធ្វើបន់ឲ្យក៏បានប៉ុន្តែដែលយើងធ្វើនេះដោយសារអីដោយសារយើងមិនដឹងថាគាត់ទៅបដិសន្ធិនៅទីណាបើបែរជាបានទៅកាន់សុគតិភពហើយបន់នេះកាន់តែល្អទៅទៀតរឹងរិតតែភ័យយោភាពរឹងរិតតែល្អរឹងរិតតែប្រសើរតទៅតែបើបែរជាផ្លាត់កតិទៅកាន់ទីទាបមិនរៀបស្មើគឺបានបន់តក្កណានុបទាននេះឯងជូនគាត់ជួយគាត់សង្គ្រោះគាត់ឲ្យគាត់បានទៅកាន់ទីដ៏ពងពោះវិញនឹងឲ្យសមនឹងបំណងប្រាថ្នារបស់កូនចៅភរិយាញាតិដែលបានបំពេញកាតព្វកិច្ចក្នុងនាមជាភរិយាក្នុងនាមជាកូនជាចៅជាញាតិនឹងយើងអត់អាចដឹងសុខទុក្ខគាត់អីបានលើសនឹងទេក្នុងពុទ្ធសាសនាបើប្រត់រស់អូខេអត់អីទៅដល់អាមេរិកក៏វីដេអូខលមើលគ្នាឃើញបានសួរសុខទុក្ខគ្នាអីបានសុខទុក្ខចំណេចអីជួយគ្នាបានប៉ុន្តែដល់ពេលលាចាកលោកទៅមានតែវិធីមួយគត់គឺបន់តក្កណានុបទានគម្រប់ខួបនេះឯងអញ្ចឹងសូមបន់កុសលនេះបានសម្រេចដែលបែរជាបានទៅកាន់សុគតិភពហើយក៏សូមឲ្យរឹងរតិចម្រើនជាភ័យយោភាពហើយបើបានផ្លាត់កតិទៅកាន់ទីទាបមិនរៀបស្មើយ៉ាងណានោះក៏សូមបន់នេះជូនដល់បាសកកនចឹកទាំងអស់សូមបាសកអញ្ជើញទៅកាន់សុគតិភពកំបីឃ្លៀងឃ្លាតខ្លាចជាបការៈដតីឡើយសូមអនុមោទនាគណៈឲ្យបន់យ៉ាងវិញទៀតសូមជូនដល់ញាតិញោមទាំងអស់ញោមសាន់លឿននិងកូនចៅជាដើមញាតិទាំងអស់ដែលបានជុំគ្នាសប្បាយចិត្តណាស់បានធ្វើបន់រួមគ្នាសូមបន់កុសលទាំងអស់នេះ